រឿងភិក្ខុច្រើនរូបកាលព្រះសាស្តាប្រថាប់នៅក្នុងវត្តចេតពុនទ្រង់ប្រារព្ធភិក្ខុច្រើនរូបត្រាស់ព្រះធម្មទេសនានេះថាអ្នកវាករៈអ្នកមតេអ្នកដែលឈ្មោះថាមនុស្សល្អព្រោះហេតុត្រឹមតែនិយាយល្អក៏ទេជាដើមសេចក្តីពិស្ដារថាសម័យមួយព្រះធរៈពួកខ្លះឃើញភិក្ខុកំឡោះនិងសាមណេរកំពុងធ្វើកិច្ចការទាំងឡាយមានការជ្រលក់ចីវរជាដើមដើម្បីបម្រើអាចារ្យអ្នកបង្រៀនធម៌របស់ខ្លួនក៏គិតថាសូម្បីយើងក៏ជាអ្នកជំនាញក្នុងវិស័យធម៌វិន័យដែរតែមិនឃើញបានផលអ្វីបើដូច្នោះយើងក៏បីចូលទូគាល់ព្រះសាស្តាទូលយ៉ាងនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនពួកខ្ញុំព្រះអង្គក៏ជាអ្នកជំនាញក្នុងធម៌វិន័យដែរសូមព្រះអង្គទ្រង់បង្គាប់ភិក្ខុកំឡោះនិងសាមណេរថាសូម្បីពួកអ្នកក៏គប្បីរៀនធម៌ក្នុងសំណាក់អាចារ្យដទៃហើយបើមិនទាន់បានផ្ទៀងផ្ទាត់ក្នុងសំណាក់ភិក្ខុទាំងនេះកុំស្វាធ្យាយដោយវិធីការនេះលាភសក្ការៈនឹងចម្រើនដល់ពួកយើងដូច្នេះព្រះធរៈទាំងនោះទើបចូលទៅគាល់ព្រះសាស្តាហើយក្រាបទូលយ៉ាងនោះព្រះសាស្តាទ្រង់សន្តាប់ពាក្យរបស់ភិក្ខុទាំងនោះហើយទ្រង់ជ្រាបថាពោលដល់ប្រពៃណីដែលបដិបត្តិក្នុងព្រះសាសនានរណាក៏អាចនិយាយដូច្នោះបានតែភិក្ខុទាំងនេះឃើញដល់លាភសក្ការៈទើបព្រះអង្គត្រាស់ថាតថាគតមិនហៅពួកអ្នកថាមនុស្សល្អព្រោះហេតុត្រឹមតែការនិយាយល្អនោះទេបុគ្គលណាលះបង់សេចក្តីច្រណែនជាដើមទាំងនេះបានដោយអរហត្តមគ្គទើបតថាគតហៅបុគ្គលនោះថាជាមនុស្សល្អដូច្នេះហើយទើបបានត្រាស់ព្រះគាថាទាំងនេះថាអ្នកវាករៈអ្នកមតេអ្នកវណ្ណបោកខរតាយវាសាធុរោបោនេរោហោតិអិសុកៃមច្ឆរិសថោយសៈចេតាំងសមុច្ឆនੰមូលខច្ឆੰសមូហតាំងសវន្តតោសោមេធាវីសាធុរោបោតិវុចតិបុគ្គលមានសេចក្តីឫស្យាមានសេចក្តីកំណាញ់ជាអ្នកអួតអាងឈ្មោះថាជាមនុស្សល្អដោយហេតុត្រឹមតែធ្វើការនិយាយពាក្យល្អឬដោយភាពជាអ្នកមានសម្បុរជាទីគាប់ចិត្តក៏មិនទាន់បានទេលុះត្រាតែទោសជាតិឬមានឫស្យាជាដើមនេះបុគ្គលណាបានផ្ដាច់ផ្ដាល់ដកឡើងធ្វើឲ្យមានឫសគល់ដាច់ហើយបុគ្គលនោះជាអ្នកមានទោសខ្ជាក់ចោលហើយជាអ្នកមានប្រាជ្ញាទើបហៅថាជាមនុស្សល្អបានបណ្ដាបទទាំងនោះបទថាអ្នកវាករៈអ្នកមតេអ្នកព្រោះហេតុត្រឹមតែនិយាយល្អសេចក្តីថាព្រោះហេតុត្រឹមតែការនិយាយគឺត្រឹមតែពាក្យដែលមានតាមច្បាប់ត្រឹមត្រូវបទថាវណ្ណបោកខរតាយវាព្រោះមានសម្បូរកាយស្អាតបានដល់ព្រោះជាទីគាប់ចិត្តដោយពណ៌សម្បូរស្អាតបទថានរោនរៈជាដើមសេចក្តីថាបុគ្គលអ្នកមានចិត្តឫស្យាក្នុងលៀបរបស់អ្នកដតីជាដើមមានសេចក្តីកំណាញ់5យ៉ាងឈ្មោះថាជាអ្នកអួតអាងព្រោះសេពគប់ធរដែលជាសត្រូវនិងឈ្មោះថាជាមនុស្សល្អព្រោះហេតុត្រឹមតែប៉ុណ្ណេះមិនទាន់បានទេបទថាយសៈចេតាំងចំណែកបុគ្គលណាលះបង់ឫស្យាជាដើមនេះជាដើមសេចក្តីថាចំណែកបុគ្គលណាកាត់ផ្ដាច់សេចក្តីមិនល្អមានឥស្យាជាដើមបានហើយដោយអរិយមគ្គញ្ញាណដកឡើងធ្វើឲ្យមានឫសគល់ដាច់ហើយ
បុគ្គលនោះខ្ជាតោសៈបានហើយមានបញ្ញាដឹងរសព្រះធម៌ព្រះដ៏មានប្រភាកត្រាស់ថាជាមនុស្សល្អក្នុងកាលចប់ព្រះធម៌ទេសនាជនជាច្រើនក៏បានសម្រេចសោតាបត្តិផលជាដើមដូចនេះឯង